ក្រោយខ្នងនេះគេហៅថារថយន្តចម្បាំងឬក៏ភាសាអង់គ្លេសគេហៅថា fighter truck អានេះគឺជារថយន្តចម្បាំងរបស់សហភាពសូវៀតដែលគេប្រើនៅក្នុងសម័យសង្គ្រាមលោកនិងក្រោយសម័យសង្គ្រាមលោកអញ្ចឹងខ្ញុំនឹងណែនាំឲ្យបងប្អូនបានស្គាល់ខ្លះៗអំពីរថយន្តចម្បាំងរបស់សហភាពសូវៀតនេះតើវាមានប្រសិទ្ធភាពយ៉ាងណាតើវាមានគុណភាពយ៉ាងម៉េចតើវាអាចធ្វើអ្វីបានខ្លះនៅក្នុងសម័យនោះគឺបងប្អូនដំបងចង់បងប្អូនមើលដៃគឺអត់ច្រេះទេបងប្អូនដៃនេះបើឆ្នៃធ្វើជាកាំបិតវិញបងប្អូនមុតគ្មានឈើអីមិនតិចទេហើយកង់វានេះបងប្អូននេះមិនមែនកង់សម័យឥឡូវដែលគេយកមកដូរទេបងប្អូនគឺកង់តាំងពីសម័យមុនដែលគេយកមកតាំងឲ្យយើងមើលគឺកង់វារឹងមាំមែនតើហើយនៅកាឡាឡើងស្អាតហើយឡាននេះមានទម្ងន់ធ្ងន់មែនតើឥឡូវខ្ញុំនឹងចែកម្លែកព័ត៌មានខ្លះៗឲ្យបងប្អូនបានមើលខ្ញុំនៅឆ្ងាយបងប្អូនតិចខ្ញុំនៅឆ្ងាយកាមេរ៉ាតិចនេះគឺជាឡានចម្បាំងរបស់សហភាពសូវៀតដែលមានឈ្មោះថាឡានចម្បាំង BM13 ឡានចម្បាំង BM13 អាពាក្យ BM ហ្នឹងខ្ញុំមិនដឹងថាមកពីពាក្យកាត់ថា boom missile ឬក៏មិនទេបងប្អូនចាំខ្ញុំស្រាវជ្រាវបន្ថែម BM ហ្នឹងឬតែគេនិយាយ BM ហ្នឹងប៉ុន្តែអាហ្នឹងវាមានពាក្យកាត់របស់វាហើយចំពោះឡានចម្បាំងនេះគេផលិតនៅឆ្នាំ1941ដល់ឆ្នាំ1950អញ្ចឹង9ឆ្នាំទៀតហើយបងប្អូនឡាននេះពួកគេប្រើ9ឆ្នាំទៅគេចេញ version ទី2ឯចំណែកកណ្ដុងរបស់វានេះបងប្អូនខាងលើនេះគឺកន្លែងដាក់គ្រាប់ missile ហើយគឺកន្លែង BM របស់វាហ្នឹងកន្លែង boom missile ហ្នឹងគឺគ្រាប់គឺអាគ្រាប់របស់វាហ្នឹងមានអង្កត់ផ្ចិត132មីលីម៉ែត្រអញ្ចឹងធំមែនតើបងប្អូនគ្រាប់វា132មីលីម៉ែត្រវា10សង់ទីម៉ែត្រជាងហើយបងប្អូនហើយចំពោះទម្ងន់របស់ឡានហ្នឹងគឺមានទម្ងន់7តោន210គីឡូក្រាមបងប្អូនស្ដាប់អត់ច្រឡំទេ7តោន210គីឡូក្រាមចំពោះឡានហ្នឹងបងប្អូនគេគិតតាឡានទេគឺមានទម្ងន់7តោន210គីឡូក្រាមហើយចំណែកទម្ងន់គ្រាប់របស់វាមានទម្ងន់4តោន236គីឡូក្រាមបានន័យថា 42.36គីឡូក្រាមទម្ងន់សំទោសបងប្អូនទម្ងន់គ្រាប់របស់វាគឺមានទម្ងន់មួយគ្រាប់ហ្នឹងគឺ 42.36គីឡូក្រាមគឺធ្ងន់មែនតើហើយចំណែកគ្រាប់ដែលវាបាញ់បានមួយគ្រាប់ហ្នឹងវាបាញ់បានមួយវិនាទី70ម៉ែត្របងប្អូនមួយវិនាទី70ម៉ែត្រអញ្ចឹងវាបាញ់បានចិត្តដែរទេអញ្ចឹងឡាននេះគេប្រើក្នុងកលៈទេសៈដែលឡាននឹងនៅគៀកសត្រូវគឺបើកទៅគៀកសត្រូវហើយបាញ់យកតែម្ដងបាញ់កំទេចគោលដៅរបស់យើងតែម្ដងអញ្ចឹងមួយវិនាទីវាបាញ់បានតែ70ម៉ែត្រទេហើយចំណែកប្រសិទ្ធភាពបាញ់របស់វាគឺអាចបាញ់បានចាប់ពី600ម៉ែត្ររហូតដល់8490ម៉ែត្របានន័យថា8គីឡូដីជាងអាចថា8គីឡូដីកន្លះចុះអញ្ចឹងគោលដៅនៅចម្ងាយត្រឹម7គីឡូជាង8គីឡូអីអានេះកំទេចបានផុយបងប្អូនអញ្ចឹងអានេះភាគច្រើនខ្ញុំឃើញខ្ញុំតាមដែលអ្វីដែលខ្ញុំធ្លាប់សិក្សាស្រាវជ្រាវមកគេបាញ់សម្រាប់គោលដៅថ្មើរជើងឬក៏ឡានដឹកស្បៀងឡានដឹកសពាអាវុធរបស់សត្រូវដើម្បីបង្អាក់ដំណើរការរបស់កងទ័ពឲ្យចំពោះកណ្ដុងរបស់វាកណ្ដុងខាងលើនេះបងប្អូនកន្លែងខាងលើនេះគឺកន្លែងដាក់គ្រាប់ហើយអាចសារ៉េបានបូក8ដឺក្រេរហូតដល់បូក45ដឺក្រេអញ្ចឹងវាអាចបូក8ដឺក្រេវាអាចនៅចង់ស្មើហើយបងប្អូនរហូតដល់វាលើកដល់បូក45ដឺក្រេអញ្ចឹងក៏វាអាចថាលើកបានខ្ពស់ដែរកណ្ដុងរបស់វាហើយចំពោះកណ្ដុងដែលគេអាចសារ៉េបត់បែនបានឆ្វេងស្ដាំបងប្អូនអាចបូកដក10ដឺក្រេអញ្ចឹងវាអាចបាញ់ទៅត្រង់ឬក៏វាអាចងាកសារ៉េកណ្ដុងទៅឆ្វេងបានដក10ដឺក្រេទៅស្ដាំបានដក10ដឺក្រេអញ្ចឹងបងប្អូនហ្នឹងបងប្អូនតើអ្នកធ្លាប់រៀនមើលទៅយល់ហើយចំណែកគ្រាប់របស់វាខាងលើហ្នឹងគឺដាក់បាន16គ្រាប់គឺ16គ្រាប់គឺដាក់បាន16គ្រាប់ហើយចំពោះការបាញ់មួយវិនាទីបងប្អូនមួយវិនាទីមួយសេកុងបាញ់បាន7ទៅ10គ្រាប់ហើយចំណែកអ្នកដែលត្រូវបាញ់គឺត្រូវការមនុស្ស8នាក់ត្រូវការទាហាន8នាក់អញ្ចឹងឡាននេះត្រូវការដូចកំភ្លើងធំដែរបងប្អូនត្រូវការមនុស្សចាប់ពី8នាក់អញ្ចឹងវាអាចមានតកងឡានម្នាក់វាអាចមានអ្នកបញ្ជាគ្រឿងម៉ាស៊ីនម្នាក់វាអាចមានអ្នកកេះកៃវាអាចមានអ្នកញាត់គ្រាប់អញ្ចឹងបងប្អូនសាកសម័យមើលទៅខ្ញុំនឹងចេញវីដេអូក្រោយដើម្បីបងប្អូនបានស្វែងយល់ទៀត